បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទមួយរយៈនេះឃើញបងប្អូនគាត់ឆាតមកតាម Telegram ច្រើនគាត់ថាបាត់ page ទៅណាអស់ហើយសុយរកឃើញបាទសុំទោសបងប្អូន fan ទាំងអស់គ្នាបងប្អូនណាដោយសារ page ខ្ញុំមានបញ្ហាទីនេះបងប្អូនបាទបញ្ហា account disable បាទ account disable ជាមួយនឹង account admin ណាដល់ពេលអញ្ចឹងវាប៉ះពាល់បាទវាប៉ះពាល់ដល់ page បាទដល់ page ចាំបងប្អូនអធិស្ឋានដែលតាមដាន page តាមដាន account ឥឡូវឃើញបងឃើញទេហើយវីដេអូនេះគឺវីដេអូខ្ញុំផុស page ថ្មីបាទ page ថ្មីចឹងបងប្អូនចង់តាមដានខ្ញុំធ្វើល្មមបាទឬក៏ការចែករំលែកបងប្អូនអាច follow page ថ្មីបានបងណាបាទ page ថ្មីខ្ញុំកាត់ថ្មីខ្ញុំកាត់ថ្មីទេតែបានថាជាមួយអាទិត្យបាទចឹងបងប្អូនអាច follow page បានណា page បានដោយសារ page មុនវាបញ្ហាអត់ដល់ស្អីហើយទេចូលសុំទោសដល់បងប្អូនអរគ្នាដែលសើរកឃើញបាទនេះឈ្មោះខ្ញុំមុខខ្ញុំបាទនេះថតកាមេរ៉ាមុខវាឃើញអសបជ្រះបាទហើយលំមកមានច្រើនណាស់ព្រោះការលំមកមានលក់ធម្មតាបងប្អូនណាដោយសារខ្ញុំបានផុសក្នុង page ចាស់ខូចបាទនេះផុសក្នុង page ថ្មីចឹងបងប្អូនអាចតំណែងឆាតសាកសួរបានតែមានតម្រូវការនឹងជាមួយនឹងលំមកចាំបាច់បាទអញឆ្នាំឬក៏ប្រកបអាជីវកម្មផ្សេងបាទដែលមានតម្រូវការយើងជាមួយលំអីបងប្អូនអាចតំណែងមកជាងឡាយបាញ់លងបានបងប្អូនណាហើយអានេះយើងមានឈុតដែរឈុតម៉ូតូនិងលំអតែម្ដងបាទប្រភេទលំអកកាច់ពណ៌ខ្មៅបាទហើយនឹងម៉ូតូប្រភេទម៉ូតូស៊ីរុសដីវៀតណាមបងប្អូនណាមិនសិនតាំងស៊ីនសណ្ដំទីននោះណាចឹងបងប្អូនត្រូវការអីអាចឆាតចូលក្នុង page ថ្មីនេះបានឬក៏ឆាតចូលក្នុង Telegram ក៏បានបងប្អូនណាដោយសារ page ចាស់ខ្ញុំខូចហើយបាទខូចហើយមួយរយៈហ្នឹងដឹងក្រុមហ៊ុន Facebook វាកាត់ស្អីទេបងប្អូនអើយវាខូចហើយpage ខ្ញុំ account ខ្ញុំនេះផុសតែរឿងចែកម្លែកធ្វើល្មមហ្នឹងក៏មានចាប់ដែរដល់ចាប់រឿងអីបងប្អូនណាបាទអត់ដឹងដល់រឿងអីឆ្ងល់ក្រុមហ៊ុន Facebook មួយរយៈវាអាប់ដេតច្រើនពេកដល់ពេលអញ្ចឹងវាបញ្ហារហូតធ្វើឲ្យខុសបើថ្ងៃហ្នឹងខាង3បាត់សម្ភារហ្នឹងគាត់យកគេមកដាក់តែបាត់ជាងក៏ខ្ញុំជំនាញតើខ្ញុំកាត់ក្នុង AI ក្នុង IT ចាប់ជំនាញណាដល់ពេលអញ្ចឹងវាដឹងមិនខ្មិចវាអាប់ដេតមិនក្រុមហ៊ុន Facebook បាទបញ្ហារហូតអញ្ចឹងបងប្អូនមានតម្រូវការអាចតំណងបានបាទលំមកមួយម៉ូតូជាមួយអីហ្នឹងវាទាំងអស់បងណាហើយលំមកចំហៀងក៏មានដែរបងចំហៀងនៅដែរបាទបងប្អូនត្រូវការតែលំមកក៏បានត្រូវការតែឈុតក៏បានដែរបងណាបាទទាំងម៉ូតូទាំងលំមកក៏បានត្រូវការតែលំមកបានដែរហើយលំមកភេទធ្វើលំមកកងឡានណាកងឡាននេះទាំងបងត្រូវការអាចតំណងឆាតសក់សបាននៅភេទថ្មីបាទហើយអរគុណបងប្អូនអរគ្នាដែលគាំទ្រកន្លងមកបងប្អូនណាបាទនឹងមួយចាស់នឹងមួយថ្មីបាទហើយជូនពរបងប្អូនអរគ្នាសុខភាពល្អស៊ីវាបានបាទសុភមង្គលក្នុងគ្រួសារទាំងអស់គ្នាបាទអរគុណច្រើនបាទបាយបាយ